do bây giờ phải cả thái nên tôiจะเจาะcái report đó cái xài cha đấy lưu sử lịch hai là bên này nhá chẳng mấy riêng ngày nó cứ giờ riêng bằng pi daily swing high and low the point daily swing high and low is the easiest model that you ever had before every point that had changed in the market it is usually forming a swing high and swing low for this lesson it is useless in lower time frame last but not least if we see this form in daily chart at a key level and we have a drawn liquidity that haven't been taken, this will become crucial and we can frame an entire model with this idea. Just a kind of wing. Model daily swing high and low nóគឺជា model ដែលងាយស្រួលបំផុតដែលអ្នកនរគ្នាអត់ដែលមានឬក៏អត់ដែលប្រើវាពីមុនមកឯងពីច្រើនមិនស្អាតមានអ្នកប្រើអា daily swing high and low តែវា have ability ខ្លាំងដោយសារយើងមើលអត់យកមើល time frame ទូយើងមើល time frame ធំដូចកន្លែងនេះខ្ញុំបានបញ្ជាក់អញ្ចឹងថា Megan ហ្នឹងវា useless វាថាវាអត់ប្រយោជន៍នៅក្នុង lower time frame អញ្ចឹងគ្រប់ចំណុចដែលផ្សារវាតែងតែផ្លាស់ប្ដូរនៅក្នុងផ្សារក្នុងទីផ្សារចាស់ស្ដែងគឺតែងតែ form ចេញជា swing high និង swing low វាជានិច្ចកាលហ្មងនៅក្នុងមិនថា time frame តូច time frame ធំទេតែបើសិនជាយើងយក model ហ្នឹងមកប្រើគឺយើងប្រើនៅក្នុង time frame ធំតែបើចំពោះអា swing high និង swing low ហ្នឹងគឺវា form គ្រប់ time frame វាគឺយើងឃើញវារហូតឲ្យតែវាពេលខ្លះវាប៉ះarray ឬក៏ array low key level ណាមួយវាតែងតែ form ចេញជា swing high ឬ swing low ហើយអញ្ចឹងយើងតែងតែឃើញវា form នៅក្នុង daily chart ហើយនៅពេលដែលវាប៉ះ key level ហើយវាយើងក៏អាចរាប់វាបានជាកន្លែងដែលយើងដាក់ TP ឬក៏ draw liquidity នៅពេលដែលអាផ្សារហ្នឹងវាអត់ទៅយកអាកន្លែងហ្នឹងអញ្ចឹងយើងអាចដាក់វាជា draw liquidity ក៏បានឬក៏យើងអាចហៅមកដាច់ទៀតគឺ TP អញ្ចឹងដាក់មេរៀននេះដែលពេលដែលយើងរៀនហើយយើងអាច frame វាជាមួយនឹង model ដែលយើងធ្លាប់ប្រើពីមុនអញ្ចឹងមានថាយើងបូកផ្សំវាជាមួយអាហ្នឹងទៅវាយើងបូកបានយើងអាច frame វាបានដូចគ្នាវាអត់មានខ້ອຍទេដល់ពេលដែលយើងប្រើហ្នឹងមួយ model ដែលយើង trade រាល់ដងហ្នឹងអញ្ចឹងខ្ញុំចូលទៅមើលនៅក្នុងតែស្អែកយើងឃើញវា form ចេញdaily swing high low ហ្នឹងដូចយើងដឹងហើយថា3 candle វា form ចេញជា swing មួយអញ្ចឹងនៅអា candle កណ្ដាលហ្នឹងនៅពេលដែលវាចោលវិចឬក៏បើនេះវាវែងជាងគេគឺគេរាប់អា3ហ្នឹងគេរាប់មួយដុំហ្នឹងខ្លាចជា swing ហើយដូចអានេះ1 2 3ឃើញអាកណ្ដាលហ្នឹងវាវែងជាងគេអត់យើងអាចរាប់វាចេញជា swing ដល់ពេលអានេះ1 2 3ឃើញវាចេញជា swing ដែរអត់ឃើញអាកណ្ដាលនេះវែងជាងគេដល់ពេលអានេះ1 2 3អញ្ចឹងឲ្យតែកណ្ដាលហ្នឹងវែងជាងគេមិនកាត់ជាបាឌីឬក៏វិចគេឲ្យតែវាវែងគឺគេអាចប្រើវាជា swing បានហើយដូចកន្លែងនេះ1 2 3ឃើញកណ្ដាលនេះវែងជាងគេចេញជា swing 1 2 3 swing 1 2 3 swing high 1 2 3 swing low 1 2 3 swing high swing low បើឃើញខ្ញុំប្រាប់មិញអត់អញ្ចឹងផ្សារវាតែងតែធ្វើជា swing high swing low ដល់គ្រប់ពេលឲ្យតែវាឲ្យតែផ្សារហ្នឹងដើរនេះ1 2 3 swing ដល់ពេលឥឡូវខ្ញុំចូលឧទាហរណ៍ដើម្បីនេះអញ្ចឹងនឹង identify price movement through swing high and swing low to anticipate high probability market move you need to see them form at key level for bullish we want to see swing low form at the key level or ឬក៏ end after running another swing low for bearish we want to see swing high form at the key level or ឬក៏ end after running another swing high អញ្ចឹងបង្ខំឲ្យវិញមួយ slide នេះគឺខ្ញុំចង់ឲ្យអ្នកនរគ្នាយល់ថាយើងអាចកំណត់ស្គាល់នៅពេលដែលផ្សារវាដើរមានបង្កើតដោយ swing high ឬ swing low ហ្នឹងដើម្បីយើងអាចស្មានថាវាអីវា form ជា swing high swing low ហ្នឹងវាអាចកំណត់បានថាអាហ្នឹងវាជា high probability market ដែលវា move នៅពេលដែលវា form ម្ដងមួយគឺវានឹង move ខ្លាំងនៅពេលដែលវា form swing high នៅក្នុងkey level ណាមួយឬក៏ swing low នៅក្នុង key level ណាមួយអញ្ចឹងតាមដែលយើងចង់ឃើញនៅពេលដែលយើងស្ថិតនៅក្នុងទម្រង់ bullish យើងចង់ឃើញ swing low ហ្នឹងវាកើនឡើងនៅក្នុង key level ឬក៏បន្ទាប់ពីវាបាន sweep swing low ចាស់ដល់ពេលនៅក្នុងទម្រង់ bearish យើងចង់ឃើញ swing high ហ្នឹង form នៅក្នុង key level ឬក៏នៅពេលដែលវាយក swing high ចាស់អញ្ចឹងបញ្ជាក់ម្ដងទៀតនៅក្នុងទម្រង់ bullish យើងចង់ឃើញ swing low ហ្នឹងវាកើតឡើងនៅក្នុង key level
ឬក៏key level ឬក៏ premium array ណាមួយដែលនៅក្នុង time frame ធំឬក៏បន្ទាប់ពេលដែលវាយក swing low ចាស់ហើយដល់ពេលចំពោះ bearish យើងចង់ឃើញវា fall swing high នៅក្នុង key level ឬក៏ពេលដែលវាយក swing high ចាស់ហើយអញ្ចឹងកន្លែង O ឬ N ហ្នឹងមានថាវាកើតឡើងទាំងពីរក៏បានកើតឡើងតែមួយក៏បានឬក៏វាកើតឡើងអានេះតើវាគ្រាន់តែយក swing low ក៏យើងអាចគ្រាប់បានវាគ្រាន់តែយក swing high ក៏យើងអាចគ្រាប់បានដូចយើងចូលមើលសារកន្លែងនេះឃើញកន្លែងនេះវាមាន daily average អញ្ចឹងដល់ពេលសារវា form ចេញជា swing high ហើយដល់ពេលវា form swing low មិនយើងថាបើសិនជាយើងនៅក្នុងតម្រង bullish យើងចង់ឃើញសារ form ជា swing low នៅក្នុង key level អញ្ចឹងយើងមាន key level យើងមួយគឺ daily average អញ្ចឹងឃើញ form swing low យើង trade ដល់ពេលផ្សារនោះទូទៅយើង trade ថ្ងៃទី4 1 2 3យើង trade ថ្ងៃនេះ trade ថ្ងៃនេះហើយឥឡូវ TP ខ្ញុំនៅណាខ្ញុំប្រាប់ថានៅពេលដែលផ្សារវាបង្កើតបាន swing high ដែលវាអត់តន់យកយើងអាច TP នៅហ្នឹងឃើញទេនេះឃើញ swing high ហ៎1 2 3ខែនេះចោលវិញជាងគេអញ្ចឹងអាហ្នឹងយើងអាចរាប់បានជា swing high ហ៎អញ្ចឹងយើងដាក់ TP ហ្នឹងទៅឃើញផ្សារវាយកអត់នេះ1 2 3អានេះ1 2 3ថ្ងៃ1 2 3ថ្ងៃទី2ថ្ងៃដែលវា form ចេញជា swing high daily swing high form ថ្ងៃនេះថ្ងៃទី1ឃើញដាក់1 2 3ថ្ងៃទី4ដែលយើង trade ឃើញវាបើកផ្សារនេះតោះវាបង្កើត high វាចាក់ចូលក្នុង array time frame តូចវាមក clear liquidity នៅចុះមកនេះខ្ញុំដាក់ខំហ្វាក់បដ ாய் អានេះយើងក៏មើលតែខ្ញុំបាន schematic ចូល lower time frame ចាំពេលខ្ញុំបញ្យល់ចប់ខ្ញុំចូល trading view មើលដាក់ឲ្យមើលអញ្ចឹងដល់ពេលអានេះយើងឃើញវាចាក់ចូលរយៈអានេះខ្ញុំ sell ខ្ញុំបាត់ច្រឡំ slide មែនជប់បន្តិចណាអាចខ្ញុំច្រឡំចាំមើលឥឡូវខ្ញុំចូលអានេះវិញដល់ពេលអានេះយើងឃើញ average ដែរ average daily អញ្ចឹងនៅពេលដែលផ្សារវា form ចេញជា swing low នៅក្នុង average daily 1 2 3គឺយើង trade ថ្ងៃទី4ឃើញវា form ហើយយើងចាំមើលអានេះច្បាស់1 2 3ថ្ងៃទី4វាបើកនៅនេះវាបង្កើត low តមកវាទៅ take liquidity នៅខាងលើត្រង់ liquidity ខ្ញុំដាក់ណាមួយយើងមាន failure swing កន្លែងនេះដែរដើម្បីព្រុញសារហ្នឹងឡើងខ្លាំងតែដល់ពេលថ្ងៃទី4នេះថ្ងៃទី4គឺវាព្រុញទៅចឹងមកអានេះថ្ងៃទី1ថ្ងៃទី2ថ្ងៃទី3អត់ trade ទេយើងចាំវា form ចេញជា swing low ដើម្បីឲ្យយើងងាយស្រួល trade ចឹងដល់ពេលវា form ចេញជា swing low ហើយនេះគឺវាហោះនេះ day after forming swing low at in the key level ចឹងគឺវាហោះដើម្បី take liquidity ហ្នឹងហើយចឹង daily swing high and low this is the simplest and most effective trading model you will ever use while you might not find a high probability setup on a single pair every week by analyzing a group of pair will consistently reveal at least one strong trade opportunity with each week using this method all it takes is one solid trade per week to build a sustainable trading career and successful past any funded account challenge ចឹងមានន័យថា model ហ្នឹងគឺជា model ដែលងាយស្រួលបំផុតហើយវា effective ខ្លាំងនៅក្នុងផ្សារដែលយើងតែងតែប្រើយើងមិនអាចនិយាយទៅយើងមិនអាចស្វែងរកវា form រាល់ថ្ងៃឲ្យចេញបានទេនៅក្នុង time frame ធំប៉ុន្តែនៅពេលដែលវា form ម្ដងនៅក្នុង time frame ធំគឺគ្រប់ checklist របស់យើងដូចយើងចង់ឃើញវា form នៅក្នុង key level អញ្ចឹងដល់ពេល form ទៅចេញជា swing low ឬ swing high ហើយយើងអាច set up កន្លែងហ្នឹងបានចឹងវាមានដោយសារអីដោយសារវាមានដល់ពេល form ចឹងហើយគឺវា high probability ខ្លាំងហ្មងចឹងដល់ពេលដូចកន្លែងនេះខ្ញុំបញ្ជាក់ថាតាមយើង analyze ហ្នឹងនៅក្នុងគ្រប់ភាគទាំងអស់យើងមិនពេលខ្លះវានឹងលិចនៅរូបរាងអា swing high swing low ហ្នឹងមួយដើម្បីយើង trade នៅក្នុងមួយអាទិត្យហ្នឹងហើយចឹងដល់ទាំងអស់ហ្នឹងគឺយើងអាចប្រើការ trade ដែលវាមាន high probability ហ្នឹងមួយដើម្បីវា consistent នៃការ profit យើងរហូតដើម្បីបន្តនៃអាជីព trading យើងដើម្បីឬក៏យើងអាច successfully នៅក្នុងការ trade account fund ដើម្បីជាប់យើងអាច pass fund យើងតែយើងប្រើ model ហ្នឹងដោយសារ model ហ្នឹងយើងឃើញមិញអីគឺវាឆ្ងាយនេះបើឃើញមក TP វាឆ្ងាយមកដោយសារយើងប្រើ
time frame daily ដើម្បីមើលវានៅពេលដែលវា form ចេញជា swing low ឬក៏ swing high នៅក្នុង key level របស់យើង entry ថ្ងៃទី4អញ្ចឹងវាប្រកាសហើយតែផ្សាយ form ប៉ុណ្ណឹងហើយដឹងទៅវា take អាត្រង់ liquidity ដែលវាអត់ទាន់យកអីនេះឃើញអត់ឃើញត្រង់ liquidity ដែលវាអត់ទាន់យកគឺ swing high ក៏ប៉ុន្តែដាក់លើនេះក៏បានដែរវាឃើញវាបង្កើត swing low ថ្មីនៅក្នុង key level វា take អាហ្នឹងតនេះអញ្ចឹងវា take អញ្ចឹងវាឆ្ងាយវាមិនតិចលេខទេបើយើងមើលអស់ហើយបងបើមានអីត្រូវសួរអត់អញ្ចឹងតើណាខ្ញុំចូលទៅ schematic នៅនេះឲ្យខ្ញុំចូលមើលក្នុង chat ឲ្យព្រោះមកខ្ញុំដាក់ខុស Dig file After Daily នេះ slide រៀបតា bearish នេះ bearish កន្លែងខ្ញុំចង់ឲ្យបាយមើលមិញខ្ញុំបញ្យល់នៅក្នុង slide ហ្នឹងខ្ញុំបានដាក់តែ bullish អញ្ចឹងកន្លែងនេះយើងឃើញវាមាន average មួយ average daily តបមកវា form បានចេញជា swing high យើងឃើញវា form swing high ហើយ swing high កន្លែងនេះអញ្ចឹងសារនៅពេលដែលវា form ជា swing high នៅក្នុងយើងមិញយើងមិនចង់ឃើញថាផ្សារហ្នឹង form swing high នៅក្នុងបើសិនជាវា bearish យើងចង់ឃើញវា form swing high នៅក្នុង key level អញ្ចឹងឃើញមាន key level យើងអត់គឺ daily average អញ្ចឹងវា form អញ្ចឹងហើយយើងអាច sell តម្លាក់បាននៅពេលដែលវា form ខ្ញុំចូល5នាទីឈប់យ៉ាឆ្ងាយ slow ទៀតខ្ញុំវា slow នេះswing high 1 2 3ថ្ងៃពុធថ្ងៃពុធពេលយើង share តម្លាក់មកយើងអាចដាក់ TP យើងនៅនេះយើងមើលត្រង់ liquidity យើងឲ្យចាស់យើងមានត្រង់ liquidity យើងចាស់តើហើយចាត់ swing high មិញវា form ថ្ងៃអង្គារថ្ងៃអង្គារ form ចេញ swing high តោះមកយើងអាច share តម្លាក់ច័ន្ទថ្ងៃច័ន្ទថ្ងៃអង្គារថ្ងៃពុធនេះយើងអាច share តម្លាក់កន្លែងនេះនៅពេលដែលវា clear អានេះវាខ្លាចជា high resistance high បើអរេនេះវាចាក់ដល់ហើយចាក់ដល់អូខេមាន average 5នាទីចាំ support price រុញចុះអញ្ចឹងយើងអាចដាក់ TP នៅកន្លែងនេះឃើញវា take TP ចាប់មក00តវានេះ00នៅនេះមក00តមកវា form high of the day មានថាវា form high សម្រាប់ថ្ងៃពហុហ្នឹងឃើញវា form ហ៎ឃើញវា form high វា form បាន high នៅនេះមួយយើង form បាន high កន្លែងនេះមាន average 5នាទីយ៉ាង support price វា clear នេះមកវាខ្លាចជា high resistance high តមកយើងអាចដាក់ TP នៅអា swing low ចាស់យើងឬក៏ previous daily low ក៏បាននេះពេលវា take ផ្លឹប take បាត់អាហ្នឹងសម្រាប់ពេល bearish ខ្ញុំចូលមើល daily កន្លែងមិញtake ក៏ប៉ុន្តែយើងអាចដាក់ដល់ណាតែឆ្ងាយពេកយូរមកមិនដល់ right ខ្ញុំមើលខ្ញុំដាក់កន្លែងហ្នឹងឲ្យមើលម្ដងទៀតខ្ញុំចាប់ថ្ងៃហើយអានេះវាថ្ងៃច័ន្ទយើងរាប់ពី
ពី00មក yeah 00 high of the day វាគឺដល់នេះ high នេះថ្ងៃដែលវា form ចេញ daily swing high ចឹងថ្ងៃពុធគឺនៅកន្លែងនេះ yeah high វាដល់នេះយើងត្រូវថ្ងៃពហុយើងចាំថ្ងៃពហុវាបើកមកហើយឲ្យវាបង្កើតចេញជា high នៅពេលដែលវាបង្កើត high ហើយវាចាក់នៅក្នុងarray ទូចណាមួយ array នៅ time frame ទូចយើងអាច entry បាន yeah នេះឃើញអត់ឃើញវាថៃកាត់ដាក់ vertical 00មកផ្សាយបិទមក17ប៊ុំនេះឃើញវាចោះមកclear មាននៅកន្លែងណាឆ្ងល់បងវាអញ្ចឹងតែប៉ុណ្្នឹងថ្ងៃហ្នឹងអញ្ចឹងយើងត្រូវចាំថាផ្សារវា form ចេញជា swing លុះត្រាតែមាន3 candle ហើយ candle កណ្ដាលហ្នឹងវាវែងជាងគេមិនថា wick ឬក៏ body ទេអញ្ចឹងដល់ពេលសម្រាប់នៅពេលដែលយើងស្ថិតនៅក្នុងទម្រង់bullish យើងចង់ឃើញផ្សារហ្នឹងវា form swing low នៅក្នុង key level ឬក៏វាបាន take swing low ចាស់វាហើយដល់ពេលនៅក្នុងទម្រង់ bearish យើងចង់ឃើញវា form swing high នៅក្នុង key level ដូចគ្នាឬក៏អាចនៅពេលដែលវា take swing high វាហើយមានកន្លែងណាឆ្ងល់បង hello យើងអត់ទាន់ឈើមិញរៀងអត់ទាន់ដោយសារកុំព្យូទ័របញ្ហាមិញអាចសុំមកចំណុចសំខាន់ដល់ទៀតណានេះបានបងបាន បាទ yeah ចឹងយើងខ្ញុំមិនថាយើងអាចកំណត់សម្គាល់នៅពេលដែល private ដើរហើយវាបង្កើតចេញជា swing high swing low គឺវាមាន high probability ខ្ពស់នៅពេលដែលវាបង្កើតអាហ្នឹងអញ្ចឹងផ្សារវានឹងដើរខ្លាំងអញ្ចឹងដល់ពេលចំពោះ bullish នៅក្នុងឥឡូវយើងកំពុងស្ថិតនៅក្នុងទម្រង់ bullish អញ្ចឹងយើងដឹងថាខ្លួនឯងយើង bullish អញ្ចឹងយើងចង់ឃើញវា form swing low មិនយើងចង់ឃើញវា form ជា swing low នៅក្នុង key level ឬក៏នៅពេលដែលវា take another swing low take swing low ចាស់វាដល់ពេលនៅក្នុងទម្រង់ bearish យើងចង់ឃើញវា form ចេញជា swing high នៅក្នុង key level ដូចគ្នាឬក៏នៅពេលដែលវាយក swing high វាហើយអញ្ចឹងបើឃើញនេះកន្លែងនេះបើឃើញអត់ឃើញវាបង្កើតបានជា swing high តបមកក្រោមបន្ទាប់មកវាចុះមកក្រោមបង្កើតជា swing low ឃើញនៅពេលដែលវា take swing low high វាចាស់ហើយswing low វាចាស់ហើយយើងក៏អាចរាប់ដែរថាកន្លែងហ្នឹងវាអាច confirm ចេញជា swing low ដើម្បីbullish ទៅវិញដូចកន្លែងខ្ញុំដាក់អញ្ចឹងនេះឃើញអត់ខ្ញុំថាបើសិនជាយើងក្នុងទម្រង់ bullish យើងចង់ឃើញវា form swing low នៅក្នុង key level ឬក៏វាទៅយក swing low ចាស់វាឃើញវា take អត់នេះវា take ឃើញវា form ចេញជា swing high ហើយយើងឲ្យវាឡើងដល់ពេលកន្លែងនេះយើងបង្កើតបាន AVG យើងអាចចាំ trend នៅកន្លែងនេះក៏បានដែរទូទៅយើងត្រូវថ្ងៃទី4នេះដូចកន្លែងនេះយើងឃើញកន្លែងនេះវាមាន failure swing វាមាន draw on liquidity ដែលវាអត់ទាន់យកគឺ swing high វាហ្នឹង1 2 3 4 1 2 3 ថ្ងៃទី4ដែលយើងត្រូវ trade ឃើញវាឡើងអត់តែកន្លែងនេះវាមាន AVG យ៉ាង support price ដែរ AVG 15នាទីឃើញឡើងហើយវា take strong liquidity អញ្ចឹងថ្ងៃហ្នឹងវាបង្កើតបានជា candle open low high close ចាប់បានអត់បងចាប់បានអត់កន្លែងហ្នឹងបាទប៉ុន្តែដំបូងរៀងថាយើងនៅទម្រង់ bullish វាបង្កើត swing បើយើង low មួយបង្កើត swing low មួយនៅក្នុង key level ឬក៏វាទៅយក swing low ចាស់វានេះបើឃើញកន្លែងនេះអត់អានេះមាន swing low ចាស់ត្រូវអត់បាទឃើញវា take អាហ្នឹងអត់ហើយវាបង្កើតចេញជា swing low ថ្មីបាទអញ្ចឹងយើងអាច trade ថ្ងៃទី4នេះថ្ងៃទី4
lấy ngày muối ngày đi muối ngày tí 3ngày đi 4 rồiក៏យើងចាំវា take FG នេះក៏បានដែរដោយសារវាការបាន FG ថ្មីចឹងឃើញកន្លែងនេះ form យើង switch វា form swing low នៅក្នុង K level យើងទៀតនេះឃើញទេបាទដល់ពេលកន្លែងថ្ងៃទី4យើង trend នេះបើឃើញមក candle ដាច់ TP បាត់ចាប់បានហើយម្ដងទៅបាយ slow ខ្ញុំ slow មែនខ្ញុំ slow គាត់ slow hello គាត់ slow លោកគ្រូគាត់ slow អូខេបងលោកគ្រូតែលើបាយមានអីសួរបងសុំសួរបញ្ជាក់តិចswing ហ្នឹងគេមិនមែនរាប់ពី swing low មក swing high ហៅមក swing ទេបងអានេះខ្ញុំអត់ប្រៀនពីរាប់ចឹងបងខ្ញុំគ្រាន់យើងគ្រាន់ប្រៀនពី daily យើងត្រាស់ជា model swing high swing low បងយើងរៀនពី model បាទយើងអាចយកអាហ្នឹងទៅប្រើដូចកន្លែងនេះចឹងឃើញអានេះដល់ពេលដែលយើង bullish យើងចង់ឃើញវា form swing low នៅក្នុង key level ឬក៏វាយក swing low ចាស់ដល់ពេលនៅក្នុង bearish យើងចង់ឃើញវា form swing high នៅក្នុង key level ឬក៏នៅពេលដែលវា form swing high វាទៅយក swing high ចាស់វានេះបើឃើញកន្លែងនេះវាយក swing low វាហើយវាបានជា swing low ថ្មីអញ្ចឹងវាចាប់ដើម bullish ទៅវិញហើយកន្លែងនេះមានFG មួយ support price វា form នៅក្នុង key level ដូចដែលយើងចង់បានអញ្ចឹងយើងត្រូវថ្ងៃទី4នេះឃើញទៀននេះវាឡើងអត់ឡើង take អីគេនេះ take swing high ក៏ប៉ុតយើងដាក់ដល់ណាក៏បានដែរ FG 2តង់អានេះ form ចេញ swing low ទៀតតែបើឃើញអានេះឃើញ1 2 3ឃើញចេញ swing low នៅក្នុង key level អត់អញ្ចឹងយើងអាច trade ដាក់ TP ណា swing high ទៀតឃើញ swing high ទេ take ទៀតឃើញទេឃើញអត់អានេះវាមាន FG មួយ throw swing low នឹងមួយទៀតចុះយើងក្នុងមេរៀនយើងមិនដាក់ថាបើសិនជាយើងក្នុងតម្រង bullish យើងចង់ឃើញផ្សារហ្នឹង form swing low នៅក្នុង key level ឬក៏នៅពេលដែលវាយក swing low ចាស់ហ្នឹងហើយវាអាចមាន2វាអាចយក swing low ចាស់ឬក៏នៅ form ក្នុង key level ដល់នេះអត់មានអីទេនេះឃើញតែវាមាន swing low ចាស់វា take swing low ចាស់ហ្នឹងហើយវាបិទទៅចេញបិទហើយបើកបង្កើតបានជា swing low ថ្មីបាទខ្ញុំសួរលោកគ្រូបាទបងបាទមួយនេះបើសិនជាវាអត់មាន FG ទេអញ្ចឹងណាអាហ្នឹងយើងមករាប់order block ជាបានបងបាននិយាយទៅយ៉ាបងបានតាពាក្យថា key level នៅហ្នឹងវាមានច្រើនបងវាមាន SMT បាទវាមាន order block វាមាន breakup block វាមានអីនិយាយទៅឲ្យតែ array នៅក្នុង higher time frame ធំបងឲ្យតែនៅក្នុង higher time frame daily នៅក្នុង daily ឬក៏ weekly ឬក៏ monthly ក៏បានដែរឧទាហរណ៍កន្លែងនេះវាអត់មានអីទេបងតែឧទាហរណ៍នៅក្នុង weekly វាមាន FG ទៅយើងមិនដឹងយើងអាចមើល weekly ដើម្បី support price daily ក៏បានដែរតែលោកគ្រូសូមបញ្ជាក់មួយទៀតតែកន្លែងswing low នេះលុះត្រាតែវា take low ចាស់បានយើងរាប់វាដើម្បីយើងចូលផ្សារបានតែពេលយ៉ាបងទូទៅយើងមិនខ្ញុំប្រាប់ឲ្យថាត្រឹមថ្ងៃទី4ត្រូវអត់បាទមែនវាបិទចឹងពេលយើងត្រឹមថ្ងៃនេះណាត្រឹមថ្ងៃនេះតើវា take low ចាស់សិនវាទៅវាអាចមានពីររបៀបបងវាអាច take low swing low ចាស់ហ្នឹងក៏បានវា form swing low នៅក្នុង key level ក៏បានឬក៏វាកាត់ឡើងទាំងពីរក៏បានតើបាទវាកាត់ទាំងពីរមានន័យថាវា strong យ៉ាបងចឹងកន្លែងលោកគូនេះវាមានដល់ទៅ3មែនទេគ្រូអាហ្នឹងវាជា FG វា order block ហើយនិង BPR ដែរយ៉ាបងវាមាន3អញ្ចឹងវាតាន់យល់បងបាទអរគុណលោកគ្រូបញ្ជាក់ប៉ុណ្ណឹងបាទលោកគ្រូខ្ញុំសួរមួយបាទបងបាទដោយសារខ្ញុំមករាំងឡែតអញ្ចឹងបាទពេលដែលយើងចាត់
តែពេលយើងចាប់ធ្វើ homework ដាក់ time frame មិនទេ បាទបងដាក់មួយដេមក ដាក់អីហើយចាប់ previous ចាប់ previous swing low ចាស់ហើយនឹងជាមួយនឹង និយាយទៅមួយណាក៏បានដែរបងចាប់នៅពេលដែលវាប៉ះ key level ចេញជា swing low ក៏បានចាប់ពេលវា take swing low ចាស់ក៏បានឲ្យតែបាយយល់ណាបាទ បងខ្ញុំសុំស្គាល់ daily swing ហើយនឹង swing high swing low ធម្មតានឹងខុសគ្នាមិន swing high swing low mấyនេះគឺខ្ញុំប្រខើតដេកដើមmấyដាក់អញ្ចឹងថា for this lesson it is useless in lower time frame ចឹងមានថាmấyហ្នឹងវាអត់ប្រយោជន៍នៅក្នុង lower time frame តើ daily មួយ weekly ឬក៏ monthly បានវា high ability ឬក៏4ម៉ោងនិយាយទៅនៅក្នុង lower time frame វាអត់វាបើចង់សួរវាខុសគ្នាមិនមែនវាថាមួយក្នុង lower time frame មួយក្នុង higher time frame មែនយ៉ាដូចយើងប្រើ swing low និង swing high ធម្មតាបាទនេះ daily swing high និង daily swing low swing high swing low នៅក្នុងនោះយើងទុកសម្រាប់យើងចាប់អីវាទៅវាប្រើបានដូចគ្នាតែគ្រាន់តែវាអត់មាន high ability ទេបើឃើញដែរវាឃើញ fall swing high វាចុះមកវិញអត់ទេត្រូវអត់មានតែវាបែកទៅលើ time ត្រូវអត់ដូចអានេះនៅពេលដែលវា fall swing មួយឃើញវាទៅបង្កើត swing ថ្មីរហូតអត់ឥឡូវវាបង្កើតបាន swing high ឃើញវាទៅបង្កើត swing low អត់មិនឃើញអត់ដល់ពេល fall swing low បើឃើញវាបង្កើត swing high វិញអត់ដល់ពេលទៅវាចោលទៅក្រោមបង្កើត swing low ថ្មីទៀតឃើញអត់បើឃើញអត់ដល់ពេលទៅ high វាបង្កើត swing high ថ្មីទៀតឥឡូវបើថាចូលមក time frame 15នាទីអីមើលវាអត់ធ្វើយ៉ាងទេគ្រាន់តែ swing high swing low ហ្នឹងយើងអាចប្រើសម្រាប់យើងចាប់រែងថាវា premium ណា discount ណាតែបើនៅក្នុងនេះក្នុង daily យើងប្រើវាសម្រាប់យើង entry បងយើងអាចយក model ហ្នឹងបូកជាមួយនឹង model ដែលយើងធ្លាប់វាអាចជាកំណត់មួយនៅក្នុង model ដែលយើងធ្លាប់ប្រើពីមុនណាយើងអាចបូកចូលគ្នាក៏អត់អីដែរអូខេបងអូខេសុំមួយទៀតចង់បញ្ជាក់តិចកន្លែងថាកាលណាដែលវាយើងនៅតម្រង bullish ឬក៏ bearish ហ្នឹងបើសិនជាវាចុះមកយកអា swing low បំផុតហើយនឹងឬក៏ករណីវាអាចនឹងកើតចុះមកប៉ុន្តែវានឹងអាចបង្កើតបានជា key level ថ្មីហើយវាអាច bullish ឡើងទៅវិញតើចាបាទបងបាទមានពីករណីមួយវាបង្កើតជា key level ថ្មីហើយវាពុះស្អាប់ឡើងយ៉ាករណីទី2អាចនឹងវាចុះមក take low ហើយបានវាពុះស្អាប់ឡើងដូចគ្នា level ឡើងទៅវិញយ៉ាបងយ៉ាពេលខ្លះ low ហ្នឹងវាមាន key level ស្រាប់វាឡើងទៅរហូតយ៉ាបងដូចថតឡើយនេះមានអាវិជីមួយទៅវាឡើយនេះវាឡើងទៅរហូតហ្នឹងមានចម្ងល់ទៀតទេបងវា slow ទៅក៏ជួយស្ដាប់បានខ្លះចានេះបើចាំមើលពេល record ក៏បានដែរបើបងបញ្ញា record ឲ្យតាចាអានេះវាយើង trade ព្រានពួក swing trader បានគេព្រាន trade ប្រើអត់ភាសាមួយ TP វាឆ្ងាយគេហៅផ្ដាច់ swing មកបាទបើនៅក្នុង swing low time frame វិញវារបៀបពួក scalper ទេពួក scalper ទៅវាអាចយើងអាចប្រើបានតែគ្រាន់វាអត់វាអត់អាចវាអត់នេះវាអត់អាច move ខ្លាំងឬក៏វាមាន hyperability ខ្លាំងទេដូច1ម៉ោង5នាទីហ្នឹងវាអត់ high ability ទេវា move តែ move បន្តិចបើនេះ
một tới vô bọn tiền đại lý nhưng đang bọn mà tiền bên đôi tiền bọc phèn gì nè ប៉ុន្តែករណីដែលយើងមើល key level ដូចជាអាហ្នឹង PDRA អញ្ចឹងស្រដៀងគ្នាដល់ពេលវា form ចេញ key level នៅក្នុង time frame តូចក៏វារត់តាម flow ហ្នឹងដែរ វារត់តែវារត់ឆ្ងាយបងវាវិចមានថាវាខ្សោយវា form មិនតែវានៅតវាអត់ខ្លាំងទេវាអត់ខ្លាំងដូច daily ទេវាដូច time frame ធំៗទេ ចឹងបានន័យថាបើសិនជា time frame ធំរបស់ daily form ចេញ key level អញ្ចឹងហើយចេញ mitigate អញ្ចឹងហើយបានន័យថាវា probability វា high ខ្លាំងវាអាចនឹង bullish ខ្លាំង បាទបងវាតែ take swing high ចាស់វា បាទ ដោយសារនេះយើងចង់ឃើញវា form swing low នៅក្នុង key level ឥឡូវវា form មកយើងត្រូវថ្ងៃទី4ទៅ បាទអរគុណច្រើន เอาแผ่นดำตีใบมือថ្ងៃទី1 swing low ថ្ងៃទី1 swing ថ្ងៃទី2ហ្នឹងវាចាប់ផ្ដើមដល់ពេលវាបិទត្រឹម3ថ្ងៃហ្នឹងវា3ថ្ងៃហ្នឹងខ្លាចចេញជា swing low ហើយថ្ងៃដែលវាបង្កើតបាន swing low ដល់ពេលថ្ងៃទី4យើង trade ដែរបើឃើញវាថ្ងៃទី4វាឡើងខ្លាំងដល់ពេលថ្ងៃនេះឃើញវាអត់ឡើងខ្លាំងទេ បាទកន្លែងលេខ1លេខ2លេខ3វាបង្កើតចេញជា mitigate ឡើងហ្នឹងបើសិនជានៅក្នុង time frame ធំ វាមិន mitigate ទេបងវាអាចយើងហៅ mitigate ក៏បានតែវាគ្រាន់តែយើងចង់ឃើញវា form ចេញជា swing low ឯងបងនៅក្នុង key level របស់យើងបាទយើង trade ឡើងលើ បាទ yes បង អាហ្នឹងករណីដែលវាបុកអត់បែក IVG យើងហ្នឹង ហ្នឹងហើយបងតែវា form ចេញ swing low ប៉ុណ្ណឹងហើយបុកដឹងតែលើហើយបង បាទ មេរៀនវាត្រូវតែអញ្ចឹងហើយបើចាំមើលពេលចាប់ហងវ៉ាក៏មិនឃើញវាដើរអញ្ចឹង នេះ draw on liquidity នេះក៏ប៉ិតត្រូវដាក់នៅ swing high នេះហ៎តែវាបើយើង trade ទៅវាយូរពេកវានៅចាក់ probability កើតបានអានេះវាបង្កើតបានអានេះមួយទៀតហើយវាចាក់ទៅតបដ ாய் បើវាទៅត yes បងនេះអានេះក៏ចូលករណីអានេះក៏ចូលករណីយើងហ្នឹងបងមើលឃើញទេ perform swing low នៅក្នុង key level យើងទៀតហើយ trade ថ្ងៃទី4ទៅ1 2 3ថ្ងៃទី4 trade ទៅ បាទអានេះបើសិនជាបង្កើត3 candle ជា swing low អញ្ចឹងយើងទៅលើទៀត យ៉ាបង បាទ អត់ទៅវា form ក្នុង key level ឬក៏វាយក swing low ចាស់ពីហ្នឹងកើតមួយណាក៏បានឬក៏វាកើតទាំងពីរក៏បានដែរ បាទប៉ុន្តែករណីដែល lecture ចូលមិញហ្នឹងអាហ្នឹងករណីហ្នឹងឃើញ3 candle បើមើលពីខាងលើមាន candle Q មួយខ្ពស់ជាងគេអាចនឹងករណីវា probable ចុះមកក្រោមដែរហ្នឹង អាណាបងមួយណាអានេះ Q candle Q មិញហ្នឹងនេះបាទបើគិត2 3បាទប៉ុន្តែបើសិនជាគិតខាង Q មួយហើយយើងត្រូវតែសងខាងបាទខ្មៅសងខាងនឹងទៅជាមើល swing high វិញអូយ៉ាបងតែវាអត់មាន key level ហ្នឹងវាមានតែនេះតែផ្សារយើងthấyបើយើងដឹងថាយើងនៅក្នុង bully នេះតាំងពីក្រោមមកហ្នឹងហើយកន្លែងហ្នឹងបើហ៊ាន sell តម្លាក់ដែរវានៅក្នុង premium ហ្នឹងហើយត្រូវបាទ អានេះវា form swing low មួយវា form swing low ទៅបដ ாய் បាទព្រោះក្រោមនេះ support price ច្រើនណា inversion ផងនេះ inversion inverse នេះបើឃើញហ៎បាទគឺកន្លែងហ្នឹងមាន IVG អត់take it ហើយ IVG ហើយ IVG មកនៅខាងស្ដាមទៀតទប់ជាប់ហ្នឹងហើយបងហើយអានេះទៀតទប់ price ទៅគ្មានក្រោមទេអានេះវាមានតែមួយហ្នឹងហើយមួយហ្នឹងនៅ premium ទៀតហើយយើងរៀនមេរៀនយើងនៅពេលដែលវា form swing low នៅក្នុង key level វាទៅ take swing high ចាស់វាហើយនេះ swing high
បាទ ផ្លឹបដាច់បាត់ ឆ្លើយកន្លែង draw liquidity ហ្នឹង draw on liquidity ហ្នឹងអាហ្នឹងបានន័យថាវាចោល swing ចាស់វាហ្នឹងដែលយើងដែលវាត្រូវបង្កើត swing ថ្មីដើម្បីទៅយកវាត្រូវអីច្រើន ចាបង អាហ្នឹងអត្ថន័យរបស់វាអញ្ចឹងណាបានន័យ បើ swing អ ដែល ត្ថ យើង ន័យរបស់អត្ថន័យរបស់ draw on liquidity បងមិនមែនអញ្ចឹងបងដូចកន្លែងដាក់ TP អញ្ចឹងណា បាទ វាមិនដូចនេះទេ បាទនេះ វាអាគេហៅកាត់ថា DOL ឡើងបើតែគេដាក់អញ្ចឹង បាទឃើញអាហ្នឹងដែរប៉ុន្តែខ្ញុំវាអត់សូវយល់ន័យហ្នឹងឃើញតែពេលដាក់ឃើញតែ វាកន្លែងដែលមានវាថាគេ buy sell ឬ buy sell ច្រើន បាទ វាថា liquidity ស្រួលណា បាទចំណុចសម្គាល់របស់ liquidity នេះ យ៉ាបង draw liquidity ហ្នឹងបានន័យថាវាកើតឡើងនៅពេលដែល swing ណាមួយដែលវាអត់តន់ទៅយកទៅច្រើន បាទបងត្រូវបើសិនជាយើងប្រើ model ហ្នឹងវាត្រូវហើយវាត្រូវខ្លឹមសារហ្នឹង បាទអរចម្ងល់ច្រើនអរគុណច្រើន បាទអូខេបងមានអីសួរទៀតទេបងសួរមក មានបងផ្សេងមានចម្ងល់អីផ្សេងក៏លោកខ្ញុំអត់តន់យល់ដល់សួរអត់ដល់ណាអញ្ចឹងណា អូនណា swing high swing low ហ្នឹងយើងចាប់ time frame មួយ day បាទបង មែនអត់ បាទ ហើយ មួយ day weekly monthly យើងយកតែបកគោកដាលដែលខ្ពស់ជាងអាសងខាងហ្នឹងមែន យ៉ាបងអាហ្នឹងតែវាចេញអញ្ចឹងវាយើងអាចហៅវាជា swing high ឬ swing low បានហើយ swing low ហើយចុះអា draw liquidity ហ្នឹងមិនដែរអូនបងអត់យល់អាកន្លែង draw កន្លែងយើងដាក់ TP កន្លែងយើងដាក់ TP មានថា draw liquidity នេះកន្លែងដែលផ្សារវាមានការទិញលក់ច្រើនឬក៏គេអាចហៅថា liquidity 0 អាហ្នឹងយើង តែបើ មើល ឃើញ មិន wick ហ្នឹងសល់លុយនេះ wick ឃើញវាចោល wick ឃើញវាសល់លុយនេះឧទាហរណ៍ឥឡូវនេះ swing high វា form ចេញជា swing low ក្នុង key level វា take swing high ហ្នឹងមានថាដូចយើងដាក់ TP នៅហ្នឹងអញ្ចឹងណាបើយើង trade model ហ្នឹងភាសា model ហ្នឹង model hold ដាច់ swing hold ទៅដាច់ក្នុង swing ហ្នឹង hold ឆ្ងាយវែងហ្នឹងមែន បាទបើយើង trade ស time frame ធំៗមក ខ្ញុំមានន័យថាឧទាហរណ៍ថានេះគឺSL ចុះ SL កំណត់មិនទៅដល់ពេលចឹង TP យកនៅកន្លែង draw liquidity ខ្ញុំចូល time frame ទូចឲ្យមើលឃើញអានេះមាន FG 5 10 នាទី support បរាយឃើញអត់យើងឲ្យដាក់ SL ក្រោមហ្នឹងទៅឬក៏ក្រោមនេះមួយទៀតទៅមានអីច្រើនលេខមែនបើ TP យើងម៉ែលេខទៅដល់កពូលើនោះបើយើងវាស់ជា 3R ចង់លើស 3R ឲ្យដឹងត្រូវអត់បងចំណាំបងណារិនណាសាសួរ TP នៅណា SL នៅណាសួរ បងណារិនរត់ចូលសារ ឥឡូវដល់ហើយបងណារិនឥឡូវដល់ហើយបងសួរអស់មក អត់ទេអានឹងវែងណាចូល scalping ហ្នឹងអត់ដែរចូល swing ចឹងទេ ដាក់ឲ្យដាក់មកប្រាច់ មួយថ្ងៃមួយសប្តាហ៍អញ្ចឹងខ្ញុំអត់ចង់មួយថ្ងៃ អញ្ចឹងបានន័យថាបងឯងអត់ respect discipline របស់យើងឯងអត់ consistency ឯងបើអត់សិនអត់ចូល whole swing អញ្ចឹងបើឯងចូល short រហូតហ្នឹងចូលខ្លីៗហ្នឹងបានន័យថាអត់មាន discipline ទេហ្នឹង អានឹងតោះតែចាប់អានេះឲ្យយល់សិនបើយើងមិនទាន់ដឹងអីផងបើលេង whole swing តើយើងគ្រាន់តែកលេចមកតើ PD array ហ្នឹងច្បាស់ហ្មង ខំរៀនសិនបងខំរៀនសិន បាទឬលោកគ្រូឧស្សាហ៍និយាយថា price and time និយាយទៅបើ PD array យើងមិនដឹងទាន់នៅណាផងហ្នឹងហើយយើងទៅ whole swing មិនកើតអត់ទាន់កើតទេ អត់អីខិតខំទៀតបង ចា time អត់ទេបើសិនជា
បើសិនជាយល់ច្បាស់ពី PD អរ៉េហើយនឹងចាប់ swing នឹងចេញនឹងចូល discipline របស់គ្នាយើងដែរ បាទ discipline consistency ចាមួយយក3មួយយក4អីហ្នឹងឯងឬគេនិយាយគ្រប់គ្នាប៉ុន្តែយើងវាអត់ទាន់ដល់ហ្នឹងអត់ទាន់ដល់កម្រិតហ្នឹងបើអីនៅ basic យើងអត់ទាន់ចាប់បានផងហ្នឹង បាទអត់អីទេ តែ FG តែ FG តែមិនត្រូវកងហើយមកទៅចាប់ swing ហ្នឹងដូចមិនទាន់អាចទៅកើតទេ គ្រូស៊ូបងមិនមែនតែបងទេនៅគ្នាយើងច្រើន អត់ទេមានបងបរិយ អីហ្នឹងបង វាគាត់ចាប់បានកន្លែងហ្នឹងឯងបងបរិយបងប្រាថ្នាអីគាត់អាច បងឆ្ងល់ឡើយណាសួរឈើឲ្យទៅគាត់នៅហ្នឹងឈើមីង សួរបងសួរមកសួរមកបង ដូចមានឆ្ងល់អត់ទេបាទ តែឆ្ងល់ក្នុងមេរៀនថ្ងៃហ្នឹងសិនតែពេលអាថ្មី គ្រូ បន្ត ចេះ មិនគួររឿង ឆ្ងល់ដល់កាន់កើត ចេះដូច ចាំមើលវីដេអូក៏បានដែរបងបញ្ញា record វីដេអូទុកតា ឆ្ងល់អត់ទាន់តែឥឡូវឲ្យទៅចាប់ swing ឲ្យចេញសិន ត្រូវបង លោកគ្រូសុំចូលផ្សារជាក់ស្ដែងលោកគ្រូ អូខេ បងចុះបើ បាទខ្ញុំសួរ បងចុះបើវាជា bullish យើងដាក់រក swing low ដែលវាអាចទៅដាក់ដែល market វាអាចឡើងទៅលើទៅก่อนបើ bear យើងរក swing high ដែលវាអាច market វាធ្លាក់ទៅក្រោមទៅก่อน ហ្នឹងហើយបងដល់ពេលដែលយើង bullish យើងចង់ឃើញវា form swing low នៅក្នុង key level ឬក៏វាយក swing low ចាស់ពីហ្នឹងវាធ្វើមួយណាក៏បានដែរអត់អីទេដល់ពេលយើង bearish យើងចង់ឃើញវា form swing high នៅក្នុង key level ឬក៏វា take swing high ចាស់នេះហើយ form swing high ថ្មីអូខេអាហ្នឹងវាចេញជា swing high ហើយដើម្បីតម្លាក់ចំខមហើយដល់នេះចឹងបើឃើញអត់វាមានអី support ទេតែវា take swing low ចាស់វាអញ្ចឹងវាហុញ price ទៅលើឃើញអត់យល់ទេបងអូខេ យល់ ទូមួយទៅមក បាទបង និយាយចឹងdraw on liquidity ហ្នឹងអាហ្នឹងដូចយើងរៀនពីម្សិលមួយថ្ងៃហ្នឹងតើតងមួយនឹងprevious candle ហ្នឹងអាហ្នឹងយើងអាចចាត់ទុកវា low ថតថាវាបានដែរបង sweep លើ sweep ខុសហ្នឹងអូខេ យើងអាចដាក់ TP នៅ previous candle previous high ក៏បានដែរបើយកចង់បានយកហើយឆ្ងាយតែវាតើវា form អញ្ចឹងវាតែធ្វើអញ្ចឹងហើយវាតែយក swing high វិញឯងវាផ្សារទៅក៏យកចង់ចាំយូរណា អូនអានេះបើសិនចូល entry អា model ហ្នឹងចូលឲ្យមិនបាច់មើលទេទុកចោលបដ ாய் ហ្នឹងបងយ៉ាកុំមើលតែបើយើងដឹង 3 4ថ្ងៃទៅបានដល់ TP យើងនោះឬក៏2ថ្ងៃឬក៏1ថ្ងៃអញ្ចឹងទៅយើងអត់ដឹងតែវាកុំទៅដល់ មិនដូចរាល់ថ្ងៃយើង scalping អង្គុយបងពួន តែអាហ្នឹងវាមិនចេះតែចេញឯណាដូចខ្ញុំប្រាប់ក្នុង slide អញ្ចឹងមួយអាទិត្យវាអាចមានម្ដងតែម្ដងហ្នឹងវាខ្លឹម ម្ដងវាវែងឆ្ងាយ trade តែម្ដងស្មើ trade លើសមួយអាទិត្យ កាន់តែតិចកាន់តែល្អតែច្រើនពេកអត់មានបានអីទេបងអត់បាត់ តែ account មកតែ churn ពេក តែច្រើនពេកដាច់ account បាត់អីបងអើយដាច់ account បាត់តែថ្ងៃអាទិត្យបើវាចេញឲ្យយើង trade យើង trade បើមិនចេញអត់បើកុំតាមវា ផ្សារនេះបើមើលឥឡូវទៅផ្សារហ្នឹងវាអាចទៅលើត្រូវទៅលើដាច់ហើយហ្មងត្រង់ឬក៏វាធ្លាក់មកវិញហ្នឹងកន្លែងនេះមែនបង ហ្នឹងអាហ្នឹងបាទវាអាចទៅដាច់ហើយឬក៏វាធំដល់ sweep ខាងលើហ្នឹងទេ នេះបងវា swing high វា ជួយវាអាចបែក FVG ខាង កន្លែងនេះវាមាន inversion ឃើញអត់sauនេះមាន gap ទៅនេះ ជួយវាដាច់ទៅដល់ high លើទេបង នេះ high នេះមែនបង អត់មួយទៀតហ្នឹងហើយ ដល់គាត់យើងមិនដឹងដល់ពេលណាឬក៏អាចវា form ជា key level កន្លែងនេះមួយទៀតវាឲ្យចាំថ្ងៃស្អែកពេលមកចាក់កន្លែងហ្នឹងវា
tơ tiệt rồi biết phone swing low đây à mỗi nè đây của nè hay biết tơ tiệt chắc là định về chơi chắc ចុះមកលក្ខខណ្ឌនៅពេលដែលវា form ជា swing high មកវិញយើងអាច sell ផ្ដាច់ low ឬក៏យើងមាន ចាំ key សប្បាយ level ទៅវិញ ណាមួយឲ្យយើងតែណាវា form វាមាន high ability នៅក្នុង Lutra តែវានេះវាមាន key level ណាមួយដែលយើង support price ដែរនេះក៏ប៉ុន្តែ LG នេះដល់ LG តន់បែកទេតែបើមកវាចាក់ប៉ុន្មានដងហើយវាចាក់ប៉ុន្មានដងនេះអាសាវាថាឲ្យមើល weekly វាឲ្យវាអាសាវាថាវាឲ្យមើល weekly បែបចឹងមានថាបើសិនជា weekly ចូល key level ហើយវាត្រូវតែ take high នេះ ដាច់ហើយបាទឃើញបានហ្នឹងហើយបងតែ ចឹងយើងអាចត្រូវតែ bullish បានហើយដោយសារផ្សារផង bullish តែ weekly bullish ហើយ daily វាមិនអាចប្រាប់ទេត្រូវអត់បងត្រូវអត់ បាទ សារ weekly វា control យេបងយ៉ា បានមើល weekly មើលតែ daily បើ daily មិនឃើញ form វាអាចនឹងធ្លាក់វាអាចមាន IVG ត្រង់ហើយមានឃើញមាន break ហើយអាកន្លែងនេះវាមាន IVG មួយទៀត តែបើយើងមើល weekly មានអី support price ហ្នឹង weekly support price ដូចគ្នា បើ weekly វា sweep ខាងក្រោមហើយវាអាចនឹងទៅផ្ដាច់ខាងលើហើយ សំខាន់យើងមើលបើសិនជាអានេះដុល្លារខ្ញុំមើលប្រាក់ដុល្លារយើងមើលរ៉ូពងបាក់កដោយសារដេកវាយពងផាំឃើញប្រាក់ផ្សេងបាក់កច្រើនអត់ឃើញមានបាក់កអត់ ចុះហ្នឹង S&T យើងមើលមួយមាសមែនបង អានេះចាប់មួយមាសក៏បានចាប់មាសចាប់មួយ gold ចាប់មួយដេកវាយក៏បានចាប់មួយប្រាក់ក៏បាន gold ហ្នឹងអាចចាប់ S&T បានមួយអានេះមួយ ចាប់អា gold ហ្នឹងមួយ DHY ខ្ញុំធ្លាប់ចាប់តា work តាមាន work អាហ្នឹង work ដូច 4 ម៉ោងឥឡូវអានេះមាន S&T ចឹងនេះ គឺមកខ្ញុំចង់សួរបញ្ជាក់មួយ S&T ហ្នឹងយើងចាប់តែ2 candle ឬក៏យើងអាចយើងចាប់អាហ្នឹងរបៀបបងអាចចាប់អញ្ចឹងអាហ្នឹងមួយណា work ខ្លាំងជាងមកខ្ញុំឃើញអាក្នុងគេធ្វើនោះគេចាប់តែ2 candle ដូច daily ឬក៏4 ម៉ោងគេចាប់2 candle លើក្រោមអាហ្នឹង work អត់មក ចាប់លើខមមិនបងសំដងទៀតដូចនេះចឹងគេចាប់តែ2 candle ទេមក ចំមាន2 candle ដែរ នេះដូច weekly ចឹងបងដូច weekly ចឹងព្រោះមិនឃើញ2 candle នេះហ៎2 candle ចឹងគេចាប់តែ2បាទហ្នឹងរបៀបចឹង អាសាហ្នឹងបងខ្ញុំមកដែរចាប់ចឹងមិនជាខ្ញុំឃើញគេចាប់ខ្ញុំឆ្ងល់ដែរបើពេលដែលខ្ញុំធ្លាប់រៀនវាតែវាមាន key level support price ដែរត្រូវអត់តែសំធីគេ S&P វាចែកជាបើយើងត្រាស់ថ្ងៃគេប្រើ S&P ធម្មតាបើសិនជាគេចាប់ឲ្យពីហ្នឹងគេហៅS&P second state អូអាហ្នឹងច្រើនបាត់ហើយ អាហ្នឹងគេចាប់ពីធម្មតាគេចាប់ដល់ key level ទេ ហ្នឹងហើយតែឥឡូវ weekly មាន LG LG weekly King Gold មាន FVG ហើយអានោះ hit នេះនេះវា hit អូ S&T តាបង Yes គេចាប់នឹង key level គេអត់ចាប់ខាងក្រៅ key level វាអត់តន់ចាក់សាចាំមកវាចាក់អញ្ចឹង គេចាក់ នេះវាអត់តន់ចាក់ដល់ key level តែមើល silver មក silver ចាក់អី silver នៅដែរណាម៉ោង 9 នៅដែរអានេះចាក់នេះអានេះ clear នេះហើយតែនេះវា clear ទេ អូឆ្វេងដៃមើលអត់ទេកំដាក់អញ្ចឹងមើលតែមួយភ័ក្រឲ្យបើនៅធំអាសាំដៃនោះឲ្យបើធំអានេះមែនអត់ទេមើល BTC មើលនោះឆាតឲ្យបើ daily ទាំងអស់គ្នានោះឃើញ daily អីនោះ FVG អញមើលដល់ week
គេ delete FVG ទៅ Yeah វា form នៅ key level តា level ចាំមើលវា respect អត់ព្រោះអាហ្នឹងវាដើរឈួតខ្ញុំអត់ដឹងទេមាសខ្ញុំអត់ អត់ respect ទេដោយសារអីវា berry ប្រូ Yeah ហើយបើក បាក់ delete ទៅលប់ បើក delete មកហើយឃើញ មកទៀត FVG អត់ invert ឃើញនេះ IVG ធម្មតា មកបើវាបិទហើយស្អែកនៅតែបន្តចុះទៀត បើវាបិទខមនេះ ធម្មតាទេmonthly bullish ពេលចិត្តចប់ចុងម៉ាន់គឺធម្មតាគឺវាhigh close ត្រូវនេះបើឃើញ monthly ហ៎ងាប់ thì monthly bullish ងាប់អញមើលtiềnវាចោលអាសាឡាចាំបើវាចោលដល់នេះទៅអែមបាត់ហើយ ចោលខំហ្នឹង berry reversal ចោលដល់ក្រោយហ្នឹងណែ អីទេ តែមិនអញគិតថាវានៅ bully គាត់ថាវាចេញជា open low high close ធម្មតាតែ ដល់មួយថ្ងៃទៀតដាច់ខែសល់ 9ណអត់ទៅក្រៅទៅវិញទេដឹងទៅវិញយ៉ាងណាក៏ដំធម្មដែរនេះចាំមើល វាស៊ីសងវាមើលមិនឃើញ យ៉ាឬក៏វាអាចមកខំក៏យើងមើលមិនឃើញព័ត៌មានតែយើងមើលឥឡូវវានេះខ្ញុំយកដូចសលេងណាគេស្មុក គេស្មុកមួយបាត់ហើយ គូសាបង អូយស្មាណាគេរៀនដូចឡើងដេកអូអានេះមាន XAUG មាន gap ទៀតនេះ ai trade មិញ trade counter trend នេះ យ៉ា counter បានលឿនដែរបើសារវាមូខ្លាំងហ៎ counter យកត្រឹម FVG 1ម៉ោងមកបើ យក ឃើញ FVG TP បាត់ហើយអូឡើងដល់ហើយអានោះ តែ FVG ក្រោម លាក់កវិញហ៎ ឬក៏ 50% ចង់និយាយថាផ្សារមាសហ្នឹងយើងចាប់ daily buyer ហ្នឹងberry ហ្នឹងបើ berry តាមប្រឹងបាទទៅ មកឯងមកខ្ញុំត្រិតមាសទេជួយខ្ញុំទៅ ត្រូវបើមើលឃើញវាមូម៉ានទីដែលម៉ានទីថ្ងៃមុន20លេខមកកាន់ដល់ចោះចា20លេខ ត្រិតរោទឹក forex ក៏ នេះឃើញហ៎80 71 10លេខបាទ ខ្ញុំមកចាប់ Nasdaq ត្រូវរត់ត្រូវអ្វីដែលបងបរិយាអញ្ចឹងដល់មកចាប់ឯវាវិញព្រោះបែកខាងរត់កាពី បើខ្សែគុត25 ឥឡូវ Nasdaq ទៅដល់ FVG 1ម៉ោងហ្នឹងនោះ វិញ ដាច់ TP ខ្ញុំតិចអស់ហើយ និយាយចឹង ខ្ញុំកុំសើ Nasdaq សើមិញខ្ញុំសើបានសើមិញមកដែរឥឡូវថ្ងៃណាបានចូលដល់គ្រប់ហើយ ខ្ញុំបានចូលដែរ ចេះថាបើកឲ្យមើលសិន មិញខ្ញុំបានចូលទេបងប៉ុន្តែគ្រាន់ថាខ្ញុំតេស្តរៀលថាម មកបាក់កនេះផឹកយំមិញខ្ញុំចាំវានេះ take អានេះ take ហើយខ្ញុំ share បដ ாய் អាចបើក high resistance high បាក់មើលអានេះ ចាប់បើកឲ្យ បាក់ច្រើនថាបាក់មើល នេះ high resistance high នេះ high resistance high យើងរៀនឬក៏ថិតទៅសុបអាសា ទៅស៊ុប នេះ low broken តំបះ high តមកចេញមកបុបសុបដើកឯបង បាទសុបកធាយ sell limit ណា sell limit ទៅសារហោះប៉ះហើយ TP មកធ្វើចយ ឈើ ជួយដល់ក បាទបងតាក់ទងនឹងមាសឥឡូវវារៀងដើរអត់មានអត់ consistent ណាអញ្ចឹងយើងមាន broker ឬក៏សារណាដែលយើងស្រួលលេងដាក់ទៅវាមាន forex និយាយមិញថាលុយអឺរ៉ូលុយអីតាលុយអឺរ៉ូត្រូវមួយរបស់យើងនេះថា Euro GBP USD JPY តាំងពីដើមមកខ្ញុំត្រិតតែ euro មួយ GU ទេ EU មួយ GU ហើយមើលមួយ DXY ខ្ញុំដែរត្រិត forex មានអីគេខ្លះទៅ forex វាមាន EU GU វាមានច្រើនវាមានEU Canadian EU GU ច្រើន
តែខ្ញុំគិតថា EU GU ទេ chờ bò bò mua này chui chui ở tận lệ không được một group tí mà sủi mà មើល គាត់ ណា ឯងបានខ្វល់គាត់ណាស់វា delay តតអ្នកមានpremium ថាចេះ EU វាដើរអត់ដូចនេះទេយល់ EU គឺម៉ោងអាស៊ីគឺវាអត់ដើរដល់យល់មួយវាខុសគ្នាហ្នឹងហើយបើអាមាននេះម៉ោងអាស៊ីគឺដើរម្ដងចង់70លេខបាទ មកអាស៊ីហ្នឹងដូចទៅដើរពេលដល់ម៉ោង5ដែរកាលពីមុនដូចមិនសូវហ្មងផង កាលមុន10លេខហ្នឹងអើយព្រឹក10លេខហូលបែកញើសជោគមកឥឡូវ10លេខវាមួយលេខ យើងអ្នករៀន trade ម៉ោងអាស៊ីទៅអត់សូវ effect ខ្លាំងដល់ឥឡូវមានពីម៉ោងអាស៊ី វាអី trade បង តែឃើញគេ form swing high បើបិទថ្ងៃហ្នឹង form swing high អាស៊ី consolidation នឹងអត់ trade ទេ consolidation អត់ trade ចឹងនិយាយថាគេកាលពីមុនណាយើងអ្នករៀនថ្មីថ្មោងហ្នឹងគេឲ្យ trade ម៉ោងអាស៊ីទៅព្រោះវាអត់សូវដើរតែមានណាឥឡូវម៉ោងអាស៊ីនេះវាដើរចង់ខ្លាំងជាងម៉ោងនេះទៀត តែគេនិយាយបងអត់ឲ្យ trade ម៉ោងអាស៊ីទៅ គ្រូចង់និយាយថាទៅ trade ហ្នឹងឲ្យយើងរៀន trade តិចតិចហ្នឹងណាព្រោះអីម៉ោងវាអត់សូវ effect ខ្លាំងតែមានទេឥឡូវវា effect ខ្លាំង ព្រោះបងចង់រៀន trade ប្រើ back test ហ្មងបងទិញ FA replay ដូចខ្ញុំ back test ឲ្យមើល back test មែនអូន back test យើងអត់ដឹងថ្ងៃមុនទេយើង random ថ្ងៃយើងតែថាយើងអត់ដឹងថាពុតវាមិនវាដូចយើងកាត់ឆាត replay មើលណាអរិយាហ្នឹងគឺវាដូចយើង trade មែនតើអត់ដឹងថ្ងៃមុនទេហើយយើងដាក់ទៅ2022 2023ទៅយើង trade ទៅហើយគេគុណ FA replay ហ្នឹងអាហ្នឹងហែមក ខ្ញុំប្រើ promotion code OTE ទៅបានមួយខែអស់ត្រឹម14ណា អូពេញវាមក អីគេបងពេញវាដូចជា17យេបូកតាក់ទៀត18ហ្នឹងតែខ្ញុំប្រើ code OTE ប្រើទៅប្រើ code OTE ទៅ work រាល់ថ្ងៃតាហើយប្រើ code ហ្នឹងម្ដងជាប់រហូតហើយលុយតែរហូត 200លេខម៉ែសើពីនេះមក មាន4មក អញសើពីនេះជុំមិញហ៎តែអញដាក់ TP ត្រឹមនេះហ្នឹងធម្មតាស្អីគេនេះហ្នឹង ឥឡូវសុំតេស្តមួយបើក daily មកត្រូវវិធីហ្នឹងណា អើយបានហើយប្រសាល volume មានបាល់ រយមកធ្វើខ្ញុំអត់ចេះហើយចាប់ហ្មង តែដែរ មើងនេះ ទៅ4ម៉ោង សោះញោបាន អញសើមើលតែយំមិញគាត់ដើរសារមិនចាមិន consultation ទេ សួរណាគេសួរត្រាំ នេះមើលធ្វើរកយំមិញយើងដល់កអាសាអើយអាសា តែយប់វិញណាហើយឆ្លងដល់យប់នេះណា យប់មិញយប់ថ្ងៃនេះជើមិនចាំវា swift អានេះតែមកចាំតែកន្លែងនេះតម្លាក់ថា TP នៅកន្លែង volume imbalance ហ្នឹងវាមានដើរណាទៅវិញមកតំដើងថ្ងៃណា វាដើរដល់ TP ណាគ្រាន់ថាវានៅក្រោម8កន្លះក៏យើងអត់ត្រូវទៅ អូតែពេលណាផុតម៉ោងហើយផុតគីថែមហើយ ផុតយូរហើយទៅពេលមិញនេះបានដើរ មកដើរមកប្រាក់អូយស្អាត100លេខថែត100លេខ បង key time យើងចូលម៉ោងឧទាហរណ៍ម៉ោង New York ម៉ោង 9:45 អញ្ចឹងវាស្មើម៉ោង 8:45 យើង យ៉ាវាដើរលើសជីវិតពិត1ម៉ោង ហ្នឹងហើយចង់និយាយថាបើចូលភ្លាមដល់ម៉ោងភ្លាមបើអត់មាន set up មិនតាន់ចូលទេបើមាន set up ចាំចូលត្រូវទេបង ត្រូវបាយធ្វើបានដឹងជោគជ័យខ្ញុំធ្វើបានដែរ ពេលខ្លះដូចខ្ញុំមើលមិញអញ្ចឹងខ្ញុំដល់មក9:45ហើយតែប៉ុន្តែវាអត់មាន set up ណាវាឲ្យ confirm មាន replacement ឲ្យ confirm ដល់អញ្ចឹងទៅ yes ចាប់វាមាន replacement ហើយបានចូលមិញ yes ឬក៏វាមាន AVG ឬក៏វាមានអីវាប៉ះក្នុងម៉ោង key time យើងដាក់ទៅបងដាក់ទៅ មិនមកតែច្រាស់បាយអស់បានហើយវាមាន1 hour previous run ណាបង
បងមើល one បាទ hour បាទ ឃើញ Bài trong giấy police à លីបបាទវា មិនដាក់ 4:45 បាទមិញដាក់ blade មួយហ្នឹង Blade ចូលកន្លែងហ្នឹងបាទ ងាប់ស្អីវាទេអើយសារលើ4 ម៉ោង សំកា consolidation ត់ ណា មួយ ច ទៀ ប់ តវា Hello Hello ឆើ លើបងលើ សំខាន់ចិត្តមិញនឹងនិយាយរឿង time ហ្នឹងមិញគេថា time លើកមុននិយាយថា New York time ពី 8 កន្លះទៅដល់ 11 ដល់ 11 PM ហ៎ Blade មែនបង Blade មែន Blade model មែនបើ Blade 4:45 ដល់ 11 តែហ្នឹងនៅក្នុង trading view 4:45ក្នុង trading view អត់និយាយនៅក្រៅណាហ្នឹង បាទ 4:45 New នេះ York ហ៎ បាទ New York New York 0 បើកនេះបើកម៉ោង 8:12 តែគេ focus 9:45 ដល់ 11 Yeah បើក 8:12 ឬក៏ 8 កន្លះដល់ 11 ហ្នឹង ចុះ និយាយ មក ចឹង London ចុះ មក London ម៉ោង focus 3:45 3:45 ទៅ 5 អញ្ចឹងអានេះស្តៀងគ្នាជាមួយនឹងPD array ដែរកន្លែង PD array ម៉ោងដែលយើងកំណត់វាម៉ោងអាស៊ីម៉ោង London ហើយនិងម៉ោង New York PD array ហ្នឹងមានថាចេះ previous day array មានថាគេចង់និយាយពី FVG ពីអីរបស់វាគេចង់និយាយពីហ្នឹងមិនមែននិយាយពី key ឯណាម៉ោងទេ PD array មកពី previous day array ហ្នឹង បាទ ដូចបងឯងឃើញ daily FVG ហ្នឹងហើយ PD array វា តិចងាប់ FVG 5 10 នាទី PD array ដែរ អត់ទេ កាលខ្ញុំអត់ចេះខ្ញុំហៅ 5 10 នាទីហ្នឹងក៏ PD array ដែរ អាហ្នឹងយើង focus លើ daily by us Yeah set stop ដល់ TP នេះអូស្ដាយអូយតំដើថ្ងៃហ្នឹងថ្ងៃ sale ទៅវិញវាដើរ តែមិនដើរតែគាត់ថាអត់ចូល set up ដើរបានមួយញឹកហ្នឹងថាបាទសួរ បងនិយាយចឹងមកយើងហ្នឹងឥឡូវថតថាយើងកំណត់វាម៉ោង 8:35 របស់ម៉ោងនៅខ្មែរបង បាទបង បាទ ទៅពេលឥឡូវថតថាវាអត់មាន setup ទេនៅពេលដែលវាមាន setup ហ្នឹងម៉ោង 9 ឬក៏ម៉ោង 10 ហ្នឹងយើងវាស្ថិតនៅក្នុងកំឡុងម៉ោង key time របស់យើងដែរបង នៅតែបង ចន្លោះម៉ោងហ្នឹងអត់ទេវា form ចន្លោះម៉ោងហ្នឹងខ្ញុំដាក់ 9:45 11ហ្នឹងឲ្យបងឲ្យទៅចន្លោះម៉ោងហ្នឹងដាក់ យើង មកហើយហូតទឹកផង200លេខ ហ្នឹង តែ នេះ sell អាច sell កន្លែងនេះ sell កន្លែងនេះអាច sell កន្លែងហ្នឹងព្រោះ កូនចេកទី3ហ៎បង ហ្នឹងហើយបងចាំមើលចូលមក 5 នាទីមានស្អីទេចាំមើលកន្លែងហ្នឹង CSD ញាក់សាច់ LG កន្លែងនេះមួយ sweep បတ်បាន 1 hourដល់ run បានម៉ោង5 10នាទីក៏ sweep ដែរនេះ stop run ដែរណា បាទ 40 នាទីរត់រត់ចូលគ្រប់ potential បដាយហ្នឹង ឆ្ងល់ថាប៉ុណ្ណានៅក្នុង Amplify តម្លៃអត់ដូច អត់ដូចទេបងអត់ដូចខុសគ្នា មើលឈ្មោះបងឯងប្រើ US 100 ឬក៏ប្រើ NQ មើលអក្សរហើយទៅវាយអក្សរក្នុង trading view អូមកថាឥឡូវបងឯងប្រើ US 100 ចឹងបងឯងវាយ trading view អត់មានវាយ US 100 US 100 take គុណនឹង 100M នេះ នេះមែន 100នេះលើគេនេះហ្នឹងហើយនេះអាហ្នឹងនេះ US 100មួយឯងបើគេដាក់ US 100 tech អាហ្នឹងដូចជា index ឯងអា search index មក index US 100 tech មែន នោះអា US 100 no index នេះឃើញអាហ្នឹងនេះបងឯងថា តម្លៃទឹកនេះចា ហ្នឹងហើយអាហ្នឹងបងឯងត្រូវ follow តាមហ្នឹងនិយាយទៅស៊ីសងលើ broker បងឯងប្រើទេ មកកូនបបើ អត់ដូចទឹក
bán xe tới con papa chả hay con papa ដោយ US Tech នេះឃើញវាដល់ Wimbledon ដល់ Kilo ហើយតែពេលនោះអត់ទាន់ដល់ទេគេមិនដូចគ្នាទេយល់ព្យាសំលើ broker ទេ ត្រឹមត្រូវ តែ technical គឺដើរដូចគ្នាទេអាបើឲ្យ apply លើ broker ឲ្យត្រូវទៅវាដើរត្រូវហើយ នៅកន្លែងហ្នឹងឃើញមាន volume Emerald មួយថតអត់កន្លែងហ្នឹង volume Emerald ណា UNQZ ហ្នឹងអាហ្នឹង future របស់ UNQ future របស់ UNQ បើឯងចុចបើមើល UNQZ ពេលអូសទៅក្រោយទៅអត់មានអីមើលទេអត់មានចុចមើលអត់មានចូល UNQ ឯវិញមក UNQZ UNQ set ក្នុង MT5 វាអត់ចេញទេ UNQ ហ្នឹង UNQ ហ្នឹងអានេះតប្រាប់ដូចជា firm top step អត់មាន Nasdaq Tradeway QZ នេះក្នុង top step ក្នុង front បើ FTMO វាប្រើនេះដែរវាប្រើ US 100ដែរវាប្រើ UNQ ស្អីដែរចេញ UNQ មិនថោះអីចាក់ដល់ reject ទៅ UNQ ផាយ QZ 2025 អូអានេះបំសឹងនេះ UNQ set អីអូតិចសឹងលុបចោលបាត់ UNQZ 2025 មែន NBQ 2025 ស្អីបងវាអាហ្នឹងចេញអាហ្នឹងមកណា thíchមកអូទៅហើយអូទៅហើយអូតិចទៅហើយ អរគុណច្រើនបងសូមចេញមុនតិចរវល់តិចបងអូខេបងឃើញវាអត់មានឆាតមើលអានឹង future ពីខែ10អីខែ9ហើយខែ9ដល់ខែ12នឹង QZ ចាំមេរៀនមិញយល់ណាបងមេរៀន swing high swing low មានយល់ណាបាទបងចាំរៀនចាប់សិនបើចាំមើលវីដេអូបងបញ្ញាម្ដងទៀតក៏បានដែរចា form ដោយ3 candle ឲ្យតាកដាវវិញជាងគេអាហ្នឹងឲ្យ swing 3 candle ត្រូវ swing ត្រូវឲ្យកូនម្ដាយវិត្រាវលុយចាញ់មួយសិតតែ NQ សប្បាយណាស់តែ NQ សប្បាយណាស់ចំយកបាញ់មែនបងបរៀន withdrawal លុយណាទៀតហើយអត់ទុកទេផត់ម៉ោងហើយបងផត់ម៉ោងដកអូអានេះខកប៉ះឡងអាសាលប៉ះ react ដល់ផាច់នេះប៉ះហើយឡងប៉ឹងឡងទៅវិញ50លេខ60លេខបាទអូនេះ strong របស់គេមែនឡងដល់តែ retrieve follow ហើយយកនេះមកបើ5ដល់នាទី retrieve follow តន់ថែកណាហ្នឹង fast swing យ៉ា MT ទៅដឹង5បើ5ដល់នាទីអើយបើក SMT ទេបើកបាយគេបើES មកជុំអាច retrieve follow ខនអាណានេះក្រោយអត់ទេលើតិចណាងាយទឹកជួយងាយទឹកគ្មាន MT ទេឆ្ងាយទេគ្មានឃើញមកវិញឡើយមកកូនវាទៅ គោល MT 4ម៉ោងដាក់ដាច់បាត់អូនឡូហើយបងគោខ្ញុំមើលថ្ងៃនោះអាវិកហ្នឹងដាច់អាវិកមួយចកុយហ្នឹងតើបន្តិចទៀតហ្នឹងតិចទៅដាច់ឯងខ្ញុំគូពីថ្ងៃដែរនេះដោយសារតែវាមាន
វាមាន stop វាទៅចាក់ចូលវាបង្កើតជា previous 1 hour candle run នោះ ផលិត ហ្នឹងហើយ ថ្ងៃថ្ងៃពុតហ្នឹងថ្ងៃពុតត្រូវយើងពងថ្ងៃពុត បាទវាចាក់ LG ទេនេះ អត់អត់ទេហើយណាមួយវាបង្កើតជាអីគេហ្នឹងហើយ FVG ហើយវាបង្កើតអាខាងក្រោមនេះ CISD ទៀតអញ្ចឹងវាចាក់ឡើងអត់ដាច់ទេ យើងមើលម៉ោង ទឹកទៅចេះពីវង្សាប្រាប់ថ្ងៃមុនហ្នឹងបានចាប់អា CISD ហ្នឹង strong 1 hour ហ្នឹង បែទៅបែ បើឯងចាក់មិញបានតែត្រឹមមិញចាក់មិញបានតែ liquidity បន្តិចហ្នឹង ចាក់មិញអីណាចាក់ អាក្រោមហ្នឹង ចាក់ឡើងឡើងបែធំកៅដាច់ក្បាលវិញបាក់កងាប់បាត់គេណាបាត់សឹងទៅបនគេបាត់ សឹងទៅបត់សឹងថាផ្ញើអង្គសឹងមើលសឹងថាអូអត់បានចូលណាស្ដាកឲ្យលុយអ៊ីទៀត បងបរិយលុយហ៎លុយ បកគ្នាមេរៀនហ្នឹងយល់ណាចាំស្អែកខ្ញុំលឹកស្អែកមកហើយរៀនអាហ្នឹងដែរអត់តន់ដូរ រៀនឲ្យ strict តិចទៅ បាទ រៀនតែពីថ្ងៃទៅឆាប់ចេះ ត្រូវបងត្រូវយើងមួយតែយើងកុំទឹកដល់ក៏ដៅយើង ពួកយើងអត់ប្រញាប់ទៅណាបង LG 15នាទី ដឹងថាយើងអានដែររត់ចោលយើងតែយើងដែររត់ចោលផ្សាររហូត តើអស់រត់ទេតាចេះអស់ហើយវា សារវាដើររហូតដល់ហត់ទៅហត់ដែរហត់សើត មែនដែរយើងសាប់តែគេសម្រាយយើងនៅរត់តរទៀតហ្នឹងសើមអាគ្នាសម្រាយ តិចចេះប៉ិនបងហ្នឹងទឹកប្រែត2ថ្ងៃទៅបាន ចេះលើខ្ញុំបងបានចេះលើខ្ញុំបងតែចេះឲ្យប៉ិនខ្ញុំ អត់ចេះរកលុយបានមកមិនអីទេប៉ុណ្ណាក៏បានដែរ ទៅ លុយហោះយើងព្យាយាមចាប់វិញទៅ មេតវយ មានតែចុះអាយ៉ានេះមកស្ដាប់បាក់កមកវិញលើហើយចាក់ចូល FVG ខាត់យូរត្រែងមកទៀតដល់ expansion ចាក់ចូល order block retracement ចាក់យក FVG sweep retracement មកតទៀត continue trend ណាស់ដាច់នេះគឺជាណាស់ដាច់ អូ trend ចង់និយាយថាបង trend ណាស់ដាច់ដូចមេរៀនដាក់ហ្មងដល់ពេល trend យកអត់ទេណាស់ដាច់វាពិបាកត្រង់ដល់យើងប្រើ premium មកបងយើងមើលវាស្រួល បាទ អត់ប្រើហ្នឹងវា delay 10នាទី delay យូរ10នាទីហ្នឹងមិនតិចណា នេះបាន premium មកវិញធ្លាក់បាក់កមកវិញបង តែបងវាធ្លាក់បាក់កណានៅដល់ក្រោម 3000 គាត់ក៏បានដែរ អត់ទេបានមានចប់ trend មានដើរទៅវិញ មានឥឡូវវាដល់ 4000 ហើយធ្លាក់ 400 លេខ តែវាប្រវត្តិសាស្ត្រហើយបងមួយថ្ងៃធ្លាក់ចូល 500 លេខ បើវាឡើងទៀតអ្នកកាន់មាសអស់ stock ងាប់បាត់ហើយបង stock មាស crypto ផាំចង់ឲ្យផាំមកមានធ្លាក់ មែនជប់មើលសិនពង sport ថង គេយកលុយ Master អញដូចអញហ្នឹង ថ្ងៃមុនឡើងហ្មង ចាំមិញផាំបានផ្លែតមកវិញអានោះវាធ្វើអាតាត្រាំឡប់ BTC USD ឥឡូវពងឡើងហើយតា វាយទិញតាំងវិញតម្លៃមែន .p មែន ទិញតាំងវិញតម្លៃ .p ទៀតទិញអីគេបង ទិញ spot BTC ទិញ link ហ្នឹងអត់ទិញ BTC ហ៎
Tình linh hay B&B bọn B&B នៅ B&B នៅ1000ជាងហ្នឹងជិត1000 nhưng tình 1800 មើលអាថា5ធ្វើ mà thọc tiếp mà đi ai cả là thọc tiếp đà vào cạnh ខ្ញុំទៅលក់ច្បាស់ច្បាស់ crypto នឹងប្រើ technical មិនត្រូវទេអាធ្វើតាមមាត់ហ្នឹង về bên con về short về ai cọ về lẹ bên nào về long về ai con về long về đã bỏ miền long technical អីគេ crypto នឹងដើរតាមមាត់ đặt cò mà đi bắt cầm nát thằng ấy đường con ខ្ញុំមានតែវាដើរតាមមាត់មែនទេគេនិយាយម៉ាត់នោះក្រាស់អញ្ចឹងទៅ ở lang thôi bây giờ mới lang từ đó này phải lang một hết hay cho mình chứ ឡើងយូរចោះលឿនអញ្ចឹងណា engineering trade មាសនៅខ្មែរគេជា trade មាស ai có đánh ra là sao bây giờ សំកាត់តិច ចា មិនជួយទឹកមាសដោយសារពីដំបូងមកវាអានឹង popular ជាងគេអញ្ចឹងម្នាក់ស្គាល់តែមាសហ្នឹងទេដល់ពេល trade អីផ្សេងអត់កើតបាទហើយអ្នកបរៀនតែមាសហ្នឹងទេហើយដោយពួក broker នៅខ្មែរបរៀនឲ្យគ្នាដាក់លុយដាក់អីដល់ពេលដាក់មក500អូមាសចុះកាន់តែខ្លាំងអានោះទិញឡងដាក់ថែមទៅទៀតវាមកវិញ ដាក់ថែម ដល់នោះចាំតែមកវិញណា ក៏មិញចេះចាប់ VCE លុយមែន chồng trẻ institutional sponsorship ស្អីគេ sponsorship អីហ្នឹងហើយ sĩ cái sao អីដល់ midline មែនបង đúng số mình mấy comment ấy អញចេះហៅតាមគេទេអញដែលរៀននៅ CE ទេ anh bên đó nó sĩ nè anh chập anh khi là saoไปcoi chứ với bà nó với lon thôi vậy nhỉ anh ta đang cho nam mày nè miền riêng thế hay là làm CE CB ấy bay bà đã miền đang sao là C âm chu âm chắc chu âm là sao đây kìa Quasimodo ហ៎ ហើយ Quasimodo ក៏ AMC ដែរបង Quasimodo nhưng mà trẻ nhóm PD ở đấy em chết tí chứ តស៊ូបងសឹក sẵn cho ba không ba sẵn PD ở đấy cái đống mục សឹកកាត់ចាប់បាន sẵn à bên năm block suspension block proportion block trùng dạ array cóច្រើន model គាត់ប្រើ nàyឃើញទេម៉ាំងដាច់បាត់ បាច់ទេ ấyឡើងវិញក៏លឿនចុះវិញក៏លឿនដាច់ចឹងល្អតាមកញូវយ៉ក ដាច់ចឹងទុកឲ្យកន្លែងនឹង trade បង trade ស្អែកទៀត nèគេនេះ trade មីសបាក់កអត់ឲ្យដឹង trùng mà cho hỏi ô đực em na ពេញបាន 100 លេខ cho đó nè mấy nè sam 4 sai môi cho mở crown các bạn này chào đó sam bay cốt các bạn này để sam cho vào đó là lại em flop bài vậy nhưng flop bài nó sam pi học bài gì đó អូយដេកហើយ mơ ấn chu á xà bàn đầy ngoài địch bị lô đài mơ មើលដេកទៀត chu set 2025 បងឯងប្រឡង top step ដល់បងសា ពុកប្រឡងដល់បង បង trade error មែន lôi mé UNQ បង UNQ បាទ lôi mé rồi tẹt phán lôi mé step 1 ហ្នឹងតំតែង ចំបាត់ đấy តាម step
một step đấy bằng copy step 2 step 2 step គេទៅឲ្យគ្រប់9000ផាយអីច្រឡំ9000ខ្ញុំផៃតែមួយឯងខ្ញុំផៃតែត្រាត់ផាសអស់ហើយដល់ពេលបើ account live កាន់ដាច់ account បាត់ អត់ឲ្យ9000ហើយ consistent đấy đại từ nào 3 អ 3 អ và ដាច់ SL 3 អហើយលេង IL 3អហើយ ពើ roaming set up អត់ទាន់ចូលមុន set up អរេ account fund លេង account fund ទុកចោលអស់ហើយអាសា account fund ចែក expire អត់ណែ account fund ចេះហួរ delay អត់ ប្រឡងគេមានម៉ោងឲ្យមើលតែ top step បើឲ្យប្រឡងមួយខែឲ្យជាប់ទៅចំណេញលុយ អូtôiក៏ណាត់ឲ្យមួយខែដើម្បីផាសទៀត account ដល់ពេលបើ account ដល់ ថាបើសិនជាឯងអត់គ្រប់មួយខែនេះអត់ទាន់ផាសទេនេះវាកាត់អាលុយ fund ហ្នឹងវាដល់ fund ឲ្យទិញ fund ហ្នឹង50រៀលអញ្ចឹងបើមួយខែអត់ទាន់ផាសទេខែក្រោយតខែវាកាត់ឲ្យ50រៀលទៀតយល់វាឆៃ50រៀលទៀតបើសិនជាវាបាក់យើងមក account live ហើយយើងផាសតែបើ account live ទុកដល់ទុកប្រហែលខែក៏បានត្រូវអើយតមួយខែមានពី trade មកក៏បានដែរបើអត់សោះអូខេយល់តែអត់ trade វា suspend account ចោលយល់ហើយក៏ពេលខ្លះខ្លាចតែវាមិនចេះតែមានអី trade រហូតតែមួយខែមានអី trade មែនដាក់តែ trade បាត់អុយហ្មងបងបើកាលហ្នឹងតខ្ញុំហូលម្ដង50លេខហើយណាស់ស្ដាប់មកដាក់មួយផ្លឹបទៅ1 អ 2 អបានលុយ3 អនេះតលាក់ទេមែនទេខ្ញុំមើលលេង trade euro trade អីតែបើ euro ខ្ញុំ trade ចង់ trade បានធម្មតាដូចមិនសិនមិញខ្ញុំឲ្យគ្នាក្នុង Discord short EU ឃើញអត់ឃើញសមមិញមកឯងប្រាប់ទេតាមកចេញ PNG អីមានដឹងកងតាញហ៎បើកស្អីគេណាចេញអីអស់លីងបើ privacy ស្អីគេចេញ PNG អស់លេងមានរូបភាពអញមើលតែអញចុចមើលវិធានាដល់កតែបិទអីគេខ្លះអើយអាចចេះបិទទៅពេលណាមើលអូ content social អីបែរមកកន្លែងហ្នឹងអីបើកធម្មតាដែរដល់កចេញចឹងចេញអត់អីអានេះចេញរូបភាពមិញមានតែអាយមេឃណាឥឡូវចេញអានេះមួយមកលើមុនបន្តិចលើមុនបន្តិចតែមិនឲ្យប្រាប់ថាវិចារចូលអាហ្នឹងទៅរកកន្លែងមើលកន្លែង short តែគាត់ថាអត់ដឹងខំមានចាប់ហើយអត់ TP បានណាចោលអីកាទៀតអូខ្ញុំមិនឲ្យមួយដេកបាទដេកមកអស់កន្លងដេកហីដេកឡើយខ្ញុំយ៉ាប់មិនឲ្យសួរមែនអីហ្នឹង top step ដូចជា trade នៅលើ trading view បានទេតាបងខ្ញុំដែរទេខ្ញុំ trading view មើលតែឆាទេបើ trade ចុចដៃទូរស័ព្ទដូចគ្នាទៅប្រើ trading view លោអាណាគេមក hack account កុំព្យូទ័រខ្ញុំបាត់ហើយអូអាណាគេមក hack trading view ខ្ញុំបាត់ហើយមិនហ៎មានណាគេ hack ទេគេមិនស្គាល់អីអាណាគេ hack trading view បងចូលទៅដាច់ fund ដូចបងដូចបងសឹងអង្គុយ spam ចូល spam ដាច់បាត់ហើយគេ trading view មើលតែឆាតែបើតែ trade ហ្នឹងអត់ trade នេះទេ trade amplify ហ៎បងពើអត់ពើពិបាកខ្លាំងណាស់ប្រើ amplify លើ computer trade យកហ្មងយល់បាទតែប្រើ amplify លើ computer អីទូរស័ព្ទដៃមាន
គេចាក់កន្លែងនេះ reject ច្រើនដង Sell limit លេខសោះចេះចូលស៊ីដែរមិញ អត់អីទេអាប្រាប់គ្នា ប្រូខ្ញុំមើលឆាតមក 8:25 រក អញបានមើលអញនៅក្រៅ បើកសាប់មកជួយ 8:25 មកអង្គុយមើល flat ទៅ 5 នាទីដាក់ sell limit ចោលទៅ 5 flat មកវិញដល់ TV បាត់ អារោចាក់ CSD 4 ម៉ោង LG 4 ម៉ោងប្រហែលហោះទៅលើវិញឯង បើរោមើល តារ៉ាអាមិនកង់ហ្វូហ្វៃទីមូងាប់បើបិទចឹងទៀតអូចាប់បាត់ហើយ support ប្រាយបាត់ហើយដល់ជីយូហ៎ជីនេះមែន ចុចមក ជីយូឯកា បើ EU វិញឯងឃើញ IFG ឃើញ ឯងគោខ្វាច់មក អានេះមែន IFG support fly តើបង IFG ពណ៌សនឹងគោមកហើយចាំមើល candle closure ស្អែកចាំ share តម្លាក់មកក្រុមឆ្វេងដៃ នេះ អរេឯឃើញ low មួយយត់relative follow ចាំមើល ចាប់វិញយ៉ាង CRD នេះបែកបាត់អញ្ចឹង entry មកទៅ call time បែក call key time ដែរ FG CSD CSD ណា CSD ណៃ form ណា ហើយអញចាប់លើកមុនចឹង ចូលអញណាឲ្យ ទៅ ចាប់ នៅលើតើបងទៅនៅលើ CSD form នៅក្នុង key level pay tag by stop set stop ចាប់ key level ណាចាប់ CSD ណា very ណា តែអានេះចាប់អាពេលហ្នឹងថាអឡងមួយម្សឹងម៉ែវាថៃធ្វើ FG នេះវាដល់ក្រៅហ្មង ជួយ long EU ទៀត នេះឡងថ្ងៃនេះថាបើវាថៃ CSD នេះចាំឡងទាំងអស់គ្នាថៃចាំអានេះ long ហ៊ាន long ទៀត តាំងអាទិត្យមុនណាប្រហែលសាលអាទិត្យទេណា អញ plan sell អញចាំអាទិត្យមុន អញ plan ឡង តែវា ថៃអាហ្នឹងបើវាថៃអាហ្នឹងមកញ៉ាញ់ឡងហើយតែវាអត់ថៃគឺថៃតាម FG នេះហ្នឹង ចាក់ OB លើហ្នឹងហ្មងចាក់ OB ខាងលើមកដេបងឲ្យមើលមកដេ មកតែឥឡូវឡងមិនកើត no OB នៅលើឆ្វេងដៃបាទចាក់ OB sweep ចុះក្រោមវិញណា ឥឡូវឡងមិនកាត់តែខ្ញុំឡងតាំងចង់ឲ្យវាចាក់នេះពេលថ្ងៃនេះចាក់វាចង់មកចឹងមកឡើងទៅ ចាំមើល candle closure បើសិនជាអាហ្នឹងចាក់ high ស្អែក bearish ហើយរើ1ម៉ោង array entry ទៅ daily មែន time ក៏4ម៉ោង ទេ daily 1ម៉ោង ចាំ daily ចាក់ daily ចាក់ដែរ នៅឯអូចាក់តា ចាក់ហើយចាក់ចឹងចាំស្អែកចាំចូល1ម៉ោងរើ bearish array entry ទៅហើយ នេះ FG វាទៅដល់ហ្នឹងទេ តែសំលេងតែចេញ form ជា top ទៅសុបនឹងបដ ចាំស្អែកចាំស្អែករើ1ម៉ោង bearish array ហើយ entry ទៅ by quality time entry 1ម៉ោង អូខេ entry FG បដ ស៊ីយាយ form គេទៅ euro form មកស៊ី bearish array ឲ្យមើលមែនច្រឡំហើយ អញ្ចឹងបង អារ៉ូនេះដើរទៅយប់ឡើងបាទបង ឲ្យតែយើងមើល1ម៉ោងយើងមិនចាំមើល array ទេ តែមើល key time ច្រឡំយើងមើល1ម៉ោងយើងរក array យើងអត់ចាំបាក់មើល key time ទេទៅបើមិន by quality time មកដល់ម៉ោង New York អីទេអត់ឃើញ1ម៉ោង bearish ដូចថា bearish FVG ដាក់ទៅ បាទយល់ឲ្យតែមាននិយាយរួមឲ្យតែមាន PD array form ចេញជា bearish PD array អី array PD array ណាលើ1ម៉ោងមក array ហៅ key level ស្រួល ណា key array តើតានៅក្នុង
daily យោ PD បានន័យថា previous day ត្រូវទេបង បាទ អូខេ previous PD PD ចាំមិញទៅ short តាមខ្ញុំមកលេខសុទ្ធតែថ្ងៃ ខ្ញុំឆ្ងល់នៅក្នុង X នេះតែពេលយើងអត់លេងតាមមួយថ្ងៃពីរថ្ងៃវាបិទ account បាត់មកដល់បង្កើតថ្មី មិនចឹង ខ្ញុំបង្កើត account ផ្សេងហើយណា account real standard មកតែមើលនៅក្នុង ខាន មកតែមើលនៅក្នុង active unactive កន្លែង high ទៅរកមកវិញឃើញហើយអាហ្នឹងវាបិទចោលចឹងហើយបាទនៅក្នុង X នេះហ្មងឬក៏នៅក្នុង MT5 នៅក្នុង X នេះនៅក្នុង X នេះបងឯង un high មកវិញមកវាចេញមកវិញហើយជប់ខ្ញុំចូលមើលទីសិនខ្ញុំបង្កើតថ្មីរហូត ណាឃើញលុយក្នុងហ្នឹង បាក់កមកពេលមានលុយនៅក្នុងហ្នឹងវាអត់អីទេវាអត់កាត់របស់យើងទេបាទ X នេះបងឯងបិទរហូតបើបងឯងមានបញ្ហាអីខ្ញុំស្គាល់អ្នកធ្វើការនៅខាងហ្នឹងមួយដែរចង់សួរអីបាទនៅចូលហើយណាបងខ្ញុំឃើញដាក់ចូលទៅ account ហ្នឹងដល់ពេលវាដាក់ no active account មកឯងដាក់ active វិញមកវាប្រកាសខាតដែរបង បើចេះអាសញ្ញាព្រួយនៅខាងលើអាសញ្ញាព្រួយបាយទៅស្ដាំដៃឃើញអត់ព្រួយស្ដាំដៃ ហ្នឹងហើយ នៅអត់ឃើញតែកន្លែងចូលយើងចូលកន្លែង profile ឬក៏ account មកចូល account បង account វាមាននៅពីលើ detail ណាសញ្ញាព្រួយនៅពីលើ detail ហ៎ បងឯងចូលអាព្រួយខាងស្ដាំខាងលើហ្នឹងទៅបងឯងយក active អាកន្លែង active ហ្នឹងគឺ account គេ high បងឯងចោលហើយអូអានេះឈប់នៅក្នុង X នេះលេងបិទដាក់ no active account ហ្មងហើយ បើចុចកន្លែងនេះវាដាក់ឲ្យវាដាក់ no active account create new or unretrieve ហ្នឹងហើយ trading account ហ្នឹងប៉ុន្តែវាដាក់បូកសញ្ញាបូក open មួយទៀត restore បងឯងយកបងឯងទាញអាកន្លែង account ហ្នឹងមកឆ្វេងមកបងឯងឃើញពាក្យ restore បងឯងដាក់ restore ទៅវិញទៅវាទៅកន្លែង real account វិញហើយបងអូនេះ restore វាមាន achieve demo ហើយ real ចា achieve real បងដែលបងបាត់ហ្នឹង បាទអូខេនេះមាន1 2 3 4ចុះ down បាត់ 10ឲ្យ ជប់ restore មួយមើលអូចាំហើយខ្ញុំ flow account ចេះតិចហើយមិនស្គាល់គេក៏មិនបាន trade បានលុយចាប់អត់ទៅរៀនហ្មងទឹកទៅចាប់ដើមរៀនហ្នឹងអត់ទេពេលបានចូលរៀនមានអារម្មណ៍តែភ្លឺភ្នែកមើលដូចគេដាក់ក្បាលមកដបងហ្មងដាក់ឲ្យឆ្លាស់ភ្នែកចេះដូចបានដកមេហើយចុំ key time បាត់ជួចូលមែនអង្គឈូបាក់កមកលើចូលច្រឡំអិនឈូយូមកវិញបាត់ថារសែល តែមិញដាក់ MQU មែនចង់ភ័យ ជួយបើកដល់លើចង់ភ័យដែរបាត់ FC ចរាបាត់អញចាំបាត់ MQU លេខដើរហ្នឹងអញចាំតែមិនចេះបាត់ FC ចរាបាត់ដែរអញចាំវាឡើងដល់កំពូលវិញហ៎ វាចាក់ចូលយើងអាចចូលបានទេបងនេះដូចក្នុងលក្ខខណ្ឌអញ្ចឹងឧទាហរណ៍នៅក្នុង key time ចូលលើនេះអីvậy ខ្ញុំសារតាមពាក់កណ្ដាលនេះចាក់អីគេ CE អាសាឡើយដាក់ SL ពីលើនេះទៅដាច់ count លោក
ở đây mình sell nè bữa tham bởi dương sell để sell tôi chặn CE vậy đi ôi xe này xe nữa để sell tiết xe có rồi bên lại thật xe sell cái vì ấy xe lại phận mau nhá người ta kia việc rất ấy xính sang xe tới dạ nhưngแต่ model เลยcái model บ่อยเนี่ยต่อมาปลามาเนี่ย thì mang lại cái khảo chứ tạo đó thì phi á bán o tới cái bạch trend lục chảo rồi mùi pi tay tiết anh ơi mùi bay ở trong mùi mấy anh trái này mùi bay mùi pi tay tiết anh ơi giờ mùi bay là bay tôi sao mùi hãy đọc bay tôi mùi mình bay tôi mùi mình lục chảo ngoài giờ là Trump Bỏ đi không quit ngoài giờ Trump order bỏ không block mũi các tiết bạn nữa bỏ bạn hello bạn mũi tiết bạn bỏ xong mũi tiết bây giờ dương active account hay bây giờ dương chốt anti-file mấy cò dương việc tiêm tia dương đã password thái viên việc và hành ta invalid account á delete phải cháo đọc bạn này âm thì ở phải đây cháo bay ở tới đã server đã giật kho server khỏi nhóm khơi nhờ pe chán pe đã admin lôi nó không nói tầm mà ngay thì ngay việc cắt chẳng tầm ai bạn ngờ này cả đau về cháo tới là mấy đại cái nhưng mà bật này dễ đại cái bật phải đọc lôi vậy ót không và bà sao là Aster anh đo son trên cái muốn mất là sao tăng Maria chiên màu สบาย tăng ใจ Phoenix màu bà dẫn mồm á mà giờ nó về sẽ bên nào tôi bánh này សួរតាត្រាំសួរ ra mà đọt តែត្រាំនិយាយទៅមួយម៉ាត់ឡើងទៅវិញដល់ TP គាត់ដាក់មួយម៉ាត់មកទៀតដល់ TP កូនគាត់វិញ ត្រាំនិយាយថាបាយលីងគេnóiបាយលីង lính ở đây là lính lính ở tam một về lính à lính ở run ngay vậy តែត្រូវ crypto ទេខ្ញុំប្រទិញ spot ទិញ có ta cái đặt tốt này ត្រូវ future ក្នុងនេះអីម៉ែដាក់ ICT ចូលទៅប៉ោយហឺហ៎ crypto ដាក់ ICT ចូលប៉ោយហឺហើយ hơi anh ấy mình có vừa à cách như vậy tới tam một thì ទៅដើរតាមមាត់មានដើរតាម algorithm ណា cách tại vì mới tại anh làm thời Euro trade với nhé អាចបាញ់អ៊ីសារងមហ្នឹង bạn ý giải bạn à tam đấy bạn ý giải bạn tam á មក là nghe បាត់ញូតគេមកហ្នឹង cái ấy bùng cho bài thì ở gỗ là ចេះបាយស្មន់ហ្នឹងលោកអើយ cùng nhá Gỗ đấy cái bài. bài go bye bye មែនបង bài flip account បាយ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  flip account bài flip bài account nè mà đó TP lại nè នេះបង ដល់ TP អត់ជឿទៀត hỏi bài đâu mùi បិទ record ទេណាអស់អីបរៀននៅ bạn bông អាំងសែន ừ គ្រប់ có thằng du មែនចប់បាត់ហើយ phải chặt cho